한국인의 일과 생활. 한국인은 일을 얼마나 많이 할까요? ជនជាតិកូរ៉េធ្វើការច្រើនប៉ុណ្ណា 한국 사람들은 보통 월요일부터 금요일까지 일을 해요. ជាទូទៅពួកគេធ្វើការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃศุក្រ 보통 하루에 8시간 정도 일해요. ជាធម្មតាពួកគេធ្វើការប្រហែល8ម៉ោងក្នុងមួយថ្ងៃ 일이 많으면 늦게까지 일하거나 주말에도 일하는 경우가 있어요. ប្រសិនបើការងារច្រើនអាចធ្វើការរហូតដល់យប់ឬសូម្បីតែធ្វើការនៅចុងសប្តាហ៍ 하지만 법으로 일주일에 52시간 이상 일할 수 없어요. ប៉ុន្តែតាមច្បាប់មិនអាចធ្វើការលើសពី52ម៉ោងក្នុងមួយសប្តាហ៍បានទេ 학생들은 보통 오전 9시까지 학교에 가요. សិស្សភាគច្រើនទៅសាលាមុនម៉ោង9ព្រឹក 초등학생은 오후 2시쯤, 고등학생은 오후 5시쯤 집에 와요. សិស្សបឋមសិក្សាត្រឡប់មកផ្ទះប្រហែលម៉ោង2រសៀលហើយសិស្សវិទ្យាល័យត្រឡប់មកផ្ទះប្រហែលម៉ោង5ល្ងាច